សួរពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះផងដែរនាងខ្ញុំបានរុញដៃរបស់នាងខ្ញុំចាព្រោះអីនាងខ្ញុំមានគម្រោងថានឹងចិញ្ចឹមសត្វប្រភេទជាទារបៀបថាទាកប៉ាចាទាកប៉ាឃីងអីចឹងណាពុកម៉ែបងប្អូននឹងមន់អីចឹងព្រោះអីនាងខ្ញុំដាក់គម្រោងនេះគឺរបៀបថាចិញ្ចឹមលក្ខណៈគ្រួសារនិងដាំបន្លែផ្លែឈើបន្តិចបន្តួចនៅក្នុងដីរបស់យើងពុកម៉ែបងប្អូនព្រោះអីដីរបស់យើងគឺទុកទំនេរចោលចាហើយនាងខ្ញុំក៏មានគម្រោងថានឹងតំណស្រុកវិញអញ្ចឹងណាគឺគម្រោងនេះគឺប្រហែលជាឆ្នាំក្រោយនាងខ្ញុំនឹងតំណស្រុកវិញហើយគឺនាងខ្ញុំចាប់ដើមរុញបណ្ដាចាធ្វើបណ្ដាទៅពេលថ្ងៃដែលខ្ញុំត្រឡប់ទៅនៅស្រុកវិញគឺនាងខ្ញុំមាននោះអីអញ្ចឹងណាពុកម៉ែបងប្អូនព្រោះអីនៅស្រុករបស់នាងខ្ញុំមានទេសភាពស្រស់ស្អាតប្តីរបស់នាងខ្ញុំគឺគាត់ចូលចិត្តទេសភាពបែបធម្មជាតិស្រុកស្រែអញ្ចឹងណាពុកម៉ែបងប្អូនព្រោះអីនៅស្រុករបស់នាងខ្ញុំគឺនៅជាប់រមណីយដ្ឋានហើយនឹងទេសភាពមានភ្នំសងខាងចាទេសភាពគឺស្រស់ស្អាតពិតមែនចាពុកម៉ែបងប្អូន